ពលរដ្ឋ8ភូមិស្នើសុំបោះឆ្នោតជ្រើសរើសមេសហគមន៍ថ្មីខណៈអាជ្ញាធរចេញលិខិតជម្រាបតែសំណុំរឿងគាំទ្រភាគតិចមានសំណួរទង្វើថាតើអ្វីជាមូលហេតុដែលលោកហេងសុភារិទ្ធប្រធានរដ្ឋបាលជលផលខេត្តកណ្ដាលនិងលោកប៊ុននួនស៊ីម៉ូណាប្រធានមន្ត្រីរដ្ឋាភិបាលនិងនេសាទខេត្តកណ្ដាលបានចេញលិខិតជម្រាបជូនទៅឯកឧត្តមអភិបាលខេត្តកណ្ដាលគ្រប់គ្រាន់តែសំណុំរឿងគាំទ្រលោកហងមុនមានសម្លេងគាំទ្រត្រឹម430នាក់ខណៈដែលសំណុំឯកសារមិនគាំទ្រមានសម្លេងរហូតដល់650នាក់មកពី8ភូមិមិនត្រូវបានបញ្ជាក់ក្នុងលិខិតនោះទេស្ថិតិការចុះហត្ថលេខាផ្តិតមេដៃពីប្រជាពលរដ្ឋចំនួន650នាក់មកពី8ភូមិក្នុងឃុំលើកដែកស្រុកកោះធំបានស្នើឲ្យអាជ្ញាធរដែលពាក់ព័ន្ធរៀបចំបោះឆ្នោតជ្រើសរើសមេសហគមន៍ថ្មីចំនួនលោកហងមុនគម្រោងនេះគាំទ្រដោយអតីតមេសហគមន៍លោកខំធឿននិងពលរដ្ឋចំនួន450នាក់ដែលបានដាក់ជូនគណៈប្រតិភូរាជរដ្ឋាភិបាលស្នើសុំសម្របសម្រួលបោះឆ្នោតឡើងវិញទោះជាយ៉ាងណាគណៈក្រសួងមហាផ្ទៃបានចេញលិខិតសួរព័ត៌មានទៅអភិបាលខេត្តកណ្ដាលតែតំណាងអាជ្ញាធរខេត្តគឺលោកហេងសុភារិទ្ធនិងលោកប៊ុននួនស៊ីម៉ូណាជម្រាបតែការគាំទ្រលោកហងមុនប៉ុណ្ណោះដោយអះអាងថាមានសម្លេងគាំទ្រ430នាក់រួមមានស្ត្រី180នាក់ពលរដ្ឋមួយចំនួនបានឲ្យដឹងថាការផ្តិតមេដៃគាំទ្រលោកហងមុនមានភាពមិនប្រក្រតីដោយមនុស្សខ្លះបានផ្តិតជំនួសហើយពួកគេត្រូវបានផ្ដល់ប្រាក់សំណងចំនួន20000រៀលក្នុងម្នាក់ក្នុងនោះក៏មានការអះអាងថាមេដៃខ្លះមិនមែនជាពលរដ្ឋពិតប្រាកដទេកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2025ក្រុមការងារព័ត៌មានបានតាក់ទងសុំការបំភ្លឺពីលោកហេងសុភារិទ្ធតាមទូរស័ព្ទលេខ015 93 93 88លោកឆ្លើយថាឯកសារពលរដ្ឋចំនួន650នាក់មិនដល់ដៃខ្ញុំឡើយចំពោះឯកសារដែលដាក់ដោយលោកខំធឿននិងសមាជិកសហគមន៍ក៏មិនត្រឹមត្រូវតាមច្បាប់លោកក៏បានបញ្ជាក់ថាបើចង់បានឯកសារសម្លេង430នាក់សូមមកជួបផ្ទាល់និងស្នើមិនឲ្យផ្សាយព័ត៌មាននេះខណៈម្ដងនោះទៀតអ្នកសារព័ត៌មានយើងបានស្នើសុំការបំភ្លឺពីលោកប៊ុននួនស៊ីម៉ូណាតាមទូរស័ព្ទលេខ012 89 80 49លោកឆ្លើយថារឿងហើយបិទទូរស័ព្ទភ្លាម កន្លងមកលោកធ្លាប់ប្រាប់ថាឯកសារពលរដ្ឋ650នាក់បានប្រគល់ឲ្យលោកហេងសុភារិទ្ធដោះស្រាយជារឿយៗប្រជាពលរដ្ឋស្នើសុំឲ្យឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលដាក់ចំណាត់ការលើករណីនេះដោយស្មោះត្រង់និងយុត្តិធម៌ដើម្បីអភិវឌ្ឍការងារសហគមន៍ជូនប្រជាជនជាក់ស្ដែង